ព័ត៌មានមួយទៀតដែលចង់ជម្រាបទៅកាន់បងប្អូនណាចាផ្ដោតទៅសៀមនេះគឺបានធ្វើការឧបត្ថម្ភគេហៅថាធ្វើការសងសំណងទៅកាន់គ្រួសារវរៈកងទ័ពរបស់គេដោយមេទ័ពរបស់គេហ្នឹងគឺទទួលបាន10 លានបាតគឺស្មើនឹងលុយ31$31,000ជាងក្នុងការផ្ដល់ទៅកាន់គ្រួសារដែលបានពលីចា ចំពោះកងទ័ពទូទៅមិនមែនជាមេទ័ពគឺទទួលបាន8 លានបាតស្មើនឹងខ្ទង់$25,000ជាងណាចាហើយបងប្អូនឃើញទេចាអានេះយើងមិនមែនសរសើរសៀមទេក៏ប៉ុន្តែការពលីរបស់កងទ័ពសៀមគឺទទួលបានសំណងមួយមកកាន់គ្រួសារវិញគឺជាសំណងមួយដែលអាចចិញ្ចឹមជីវិតប្រពន្ធកូនម្ដាយរបស់គេនៅពេលដែលពួកគេបានពលី ចំពោះកម្ពុជារបស់យើងគឺមិនទទួលបានព័ត៌មានណាមួយថាការសងសំណងទៅកាន់គ្រួសារវរៈកងទ័ពដែលបានពលីចំនួនប្រមាណទេហើយកញ្ចប់ថវិការបស់សៀមដែលបានផ្ដល់ឲ្យគ្រួសារអឺអឺដែលបានពលីនោះគឺច្រើនអាចផ្គត់ផ្គង់កូនរបស់គេឲ្យរៀនសូត្រយើងក៏ចង់ឃើញប្រទេសកម្ពុជារបស់យើងធ្វើបែបនេះដែរដើម្បីជាសេចក្តីគោរពចាទៅដល់វីរៈកងទ័ពដែលបានពលី ដើម្បីឲ្យពួកគាត់ស្ងប់ចិត្តថាគ្រួសារពួកគាត់គឺត្រូវបានរដ្ឋផ្គត់ផ្គង់ដោយឲ្យកូនពួកគាត់មានអនាគតភ្លឺស្វាងក្នុងការរៀនចប់ប្រពន្ធកូនរបស់គាត់មិនដាច់បាយណាចា៎ហើយនេះគឺជាតម្លៃសមរម្យមួយដែលទាហានរបស់សៀមហ្នឹងមិនខ្លាចក្នុងការពលីចំពោះទាហានរបស់ប្រទេសកម្ពុជាវិញយើងឃើញថាការធ្វើបុណ្យសពនៅពេលដែលសង្គ្រាមលើកទី1ក៏អត់សមរម្យ ការធ្វើបុណ្យសពសង្គ្រាមលើកទី2នេះយើងអាចមើលឃើញថាអាចទទួលយកបានទោះបីជាមិនល្អឥតខ្ចោះក៏ដោយដោយសារតែសង្គ្រាមលើកទី1គឺរងទទួលការរិះគន់ខ្លាំងមែនទែនចារហូតដល់មានគណៈបកនយោបាយមួយបច្ចុប្បន្នមេបកនោះជាប់គុកដោយសារតែរិះគន់រដ្ឋាភិបាលអំពីការធ្វើបុណ្យសពមិនសមរម្យទៅកាន់វីរៈកងទ័ព ចាហើយយើងចង់ឲ្យរដ្ឋាភិបាលលោកហ៊ុនម៉ាណែតនេះបង្ហាញប្រាប់មកកាន់ប្រជាពលរដ្ឋផងថាតើបានសងសំណងសមរម្យណាមួយទៅកាន់គ្រួសារវរៈកងទ័ពយើងដែរឬអត់ទេកុំឲ្យពួកគាត់ពលីដោយទទេកុំឲ្យគ្រួសាររបស់វរៈកងទ័ពរបស់យើងរស់នៅវេទនាណាចាបាត់បង់សមាជិកគ្រួសារហើយរស់នៅវេទនាកូនមិនបានមានការរៀនសូត្រឲ្យបានត្រឹមត្រូវ នៅពេលដែលជាតិត្រូវការពួកគាត់ហ៊ានលះបង់ឈាមស្រស់សាច់ស្រស់ប៉ុន្តែបន្ទាប់ពីជាតិបានស្ងប់ស្ងាត់ជាតិបានសុខស្រួលហើយសូមធ្វើការផ្ដល់ភាពអឺអឺសក្ដិយុះណាចាសក្ដិយុះណាមួយការមើលថែណាមួយទៅកាន់គ្រួសាររបស់ពួកគាត់ផងចា